បាទសូមស្វាគមន៍បងប្អូនអរគ្នាឥឡូវថ្ងៃនេះជួបលោកគ្រូម្ដងទៀតហើយមានលំហាត់មួយថ្មីសម្រាប់ថ្នាក់ទី9បាទតកតងជាមួយនឹងការសម្រួលកន្សោមអក្សរនិទានបាទនៅក្នុងមេរៀនអក្សរនិទានអញ្ចឹងនៅក្នុងការសម្រួលកន្សោមនេះបងប្អូនអាចមើលធ្វើម៉េចយើងសម្រួលហ្នឹងគឺយើងត្រូវបញ្ចេញវាពីអីគេអូនពីឫសការ៉េណាបាទពីឫសការ៉េនេះឫសការ៉េនេះយើងត្រូវធ្វើម៉េចសម្រួលវាបានខ្លះអាហ្នឹងឯងគេហៅថាសម្រួលកន្សោមនោះធ្វើឲ្យវាស្រួលជាងមុនបន្តិចអញ្ចឹងយើងធ្វើជាមួយលោកគ្រូទាំងអស់គ្នាទៅចាំមើលទៀងទាត់មើលបាទទី1លោកគ្រូអាចមានប៉ុណ្ណឹងតែលោកគ្រូបំលែង3លោកគ្រូបំលែង3ណាបំលែង3ឡើងណាទៅលោកគ្រូបំលែង3មុខនេះលោកគ្រូដាក់ទៅសេថា2ការ៉េអញ្ចេះឬការ៉េនៃ2ការ៉េពីព្រោះអីទៅពេលលោកគ្រូបញ្ចេញមកវិញបាន2រួចលោកគ្រូបូក1បាទ1ការ៉េអញ្ចឹងលោកគ្រូបូកទៅបាន3វិញបាទចំណែកឯ2ឬការ៉េនៃ2នេះបាទរបស់យើងមានស្រាប់ខាងលើណាបាទនេះយើងមានខាងលើស្រាប់អញ្ចឹងនៅដដែលអញ្ចឹងបន្តមកទៀតយើងអាចឆ្នៃវាបាទពង្រាយវាធ្វើមិនឲ្យចូលដូចជាមួយនឹងរូបមន្តអញ្ចឹងលោកគ្រូអាចឆ្នៃទៅដើម្បីចូលរូបមន្តអញ្ចឹងលោកគ្រូទៅសេថារឹសនៃ2ការ៉េបូកឲ្យ2ឬការ៉េនៃ2បូកឲ្យ1ការ៉េបាទអញ្ចឹងក្រោយពេលដែលយើងទៅសេបានតម្រងប៉ុណ្ណឹងបងអូនត្រូវរំលឹកទៅដល់រូបមន្តមួយបាទរូបមន្តមួយគេតកតងជាមួយនឹង a បូក b o ការ៉េអញ្ចឹងស្មើគេដែរនៅរូបមន្តហ្នឹងបូក2ដង a b បូក b ការ៉េអញ្ចឹងបើសិនជាយើងមានអីគេកូនមានផ្នែកខាងក្រោមយើងអាចទៅសេវាឲ្យចូលទៅផ្នែកខាងលើបាទបានទេបាទអញ្ចឹងបាននៅពេលដែលយើងមានខាងក្រោមបងអូនអាចទៅសេទៅខាងលើបានអញ្ចឹងស្រួលយ៉ាងម៉េចអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅសេវាទៅជាតម្រងចេះបងអូនមើលឲ្យស្គាល់ទៅនេះបើសិនមកថាតើមួយណាជា a អញ្ចឹង a គឺជាឫសការ៉េនៃមែនអូនឫសការ៉េនៃ2ណាឫសការ៉េនៃ2ឡៃហ្នឹង a របស់យើងគឺឫសការ៉េនៃ2អញ្ចឹងលោកគ្រូអាចទៅសេបានឫសការ៉េនៃ2បូក b គឺ1 o ការ៉េបាទទេបាទអញ្ចឹងដល់ពេលវាទៅសេបានតម្រងអញ្ចឹងយើងដឹងហើយថានៅក្នុងរ៉ាឌីកង់ដែលយើងអាចទៅសេវាស្វ័យគុណស្មើបាទឬក៏យើងហៅថានីតួសន្នរបស់រ៉ាឌីកង់ស្មើជាមួយអីគេស្មើជាមួយសន្ទុះរ៉ាឌីកាល់2ដូចគ្នាបាទនេះ2នេះ2អញ្ចឹងធ្វើឲ្យយើងសម្រួលអីគេអូនគឺសម្រួលបានបាទអញ្ចឹងយើងសល់ចុងក្រោយគឺឫសការ៉េនៃ2បូក1អញ្ចឹងសល់ឫសការ៉េខាងក្នុងអញ្ចឹងអានេះគឺជាចម្លើយចុងក្រោយរបស់យើងដែលទទួលបានបាទក្រោយពីការសម្រួលបាទអញ្ចឹងថ្ងៃនេះលោកគ្រូមានវីដេអូប៉ុណ្ណឹងបាទសូមអរគុណ